សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍កម្ពស់ទឹកចំនួនទន្លេមេគង្គលើកទី1ឆ្នាំ2025បើយោងតាមក្រសួងធនធានទឹកនិងអូតូនិយមដែលបានធ្វើការតាមដានអង្កេតនិងពិនិត្យលើបាតុភូតធម្មជាតិស្ថានភាពអាកាសធាតុក្នុងតំបន់និងស្ថានភាពទឹកចំនួនទន្លេមេគង្គជាច្រើនឆ្នាំបន្តរួចមកក្រសួងធនធានទឹកសូមជម្រាបជូនដំណឹងដល់សាធារណជនអំពីការព្យាករណ៍កម្ពស់ទឹកចំនួនទន្លេមេគង្គលើកទី1ប្រចាំឆ្នាំ2025ដូចខាងក្រោម1ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់នៅក្នុងខែឧសភាប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូតអេនសូ 100% ចាប់ពីខែមិថុនាដល់ខែកញ្ញាបាតុភូតអេនីណូ 10% បាតុភូតអេនសូបានថយចុះជាបន្តបន្ទាប់ពី 100% មកនៅត្រឹម 60% ដែលជាបាតុភូតចន្លោះរវាងបាតុភូតអេនីណូនិងឡានីញ៉ាហើយបាតុភូតឡានីញ៉ាអាចនឹងកើតឡើង 10% ទៅ 30% លក្ខណៈបែបនេះធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គរួមទាំងក្នុងប្រទេសកម្ពុជាមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរនិងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដែលអាចបណ្ដាលឲ្យកើតមានចំនួនទឹកភ្លៀងនៅតាមស្ទឹងនិងដៃទន្លេ2ស្ថានភាពទឹកទន្លេមេគង្គទន្លេបាសាក់និងទន្លេសាបទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់ទឹកប្រហាក់ប្រហែលនិងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.30 ម៉ែត្រទន្លេមេគង្គក្រចេះទឹកមានកម្ពស់ប្រហាក់ប្រហែលនិងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.58 ម៉ែត្រទន្លេមេគង្គកំពង់ចាមទឹកមានកម្ពស់ទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.39 ម៉ែត្រនិងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.29 ម៉ែត្រទន្លេបាសាក់ចតុមុខទឹកមានកម្ពស់ប្រហាក់ប្រហែលនិងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.30 ម៉ែត្រទឹកទន្លេសាបកំពង់លួងទឹកមានកម្ពស់ទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណ0.55 ម៉ែត្រផ្អែកតាមលក្ខណៈខាងលើស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ2025នេះគឺទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះនឹងមានកម្ពស់ទឹកខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំឯទន្លេមេគង្គក្នុងខេត្តកំពង់ចាមទឹកមានកម្ពស់ទាបជាងនិងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំបន្តិចបន្តួចចំណែកឯទឹកទន្លេបាសាក់ទន្លេសាបនិងបឹងទន្លេសាបគឺទាបជាងមធ្យមភាគច្រើនឆ្នាំ3ការព្យាករណ៍ទឹកចំនួនទន្លេមេគង្គលើកទី1យោងទៅលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្នកត្តាអាកាសធាតុនិងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអបបរមានិងអតិបរមាព្រមទាំងវិភាគលើវដ្តទឹកការព្យាករណ៍លើកទី1បានបង្ហាញថានៅស្ថានីយ៍ជលសាស្ត្រទន្លេបាសាក់ចតុមុខទឹកអាចមានកម្ពស់ទឹកអតិបរមា9.05 ម៉ែត្រដែលចាត់ទុកថាប្រភេទចំនួនមធ្យមអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន